ក្នុងបញ្ញវិធានការចំពោះមុខដើម្បីដោះស្រាយបញ្ហាកង្វះទឹកក្នុងរដូវប្រាំងខាងមុខនេះគឺតាមរយៈការផ្តល់ព័ត៌មានទៅដល់ប្រជាពលរដ្ឋនិងអាជ្ញាធរមានសមត្ថកិច្ចក្នុងការការពារនិងរក្សាប្រភពទឹកក៏ដូចជាត្រៀមបម្រុងធនធានហិរញ្ញវត្ថុសម្រាប់អន្តរាគមន៍ក្នុងករណីចាំបាច់ការដាក់ចេញវិធានការចំពោះមុខនេះគឺជាលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុកុសហស្ដីពីស្ថានភាពទឹកស្អាតនិងទឹកប្រើប្រាស់សម្រាប់វិស័យកសិកម្មនាថ្ងៃទី5ខែមីនានេះបើយោងតាមសេចក្តីប្រកាសព័ត៌មានពីលទ្ធផលនៃកិច្ចប្រជុំដែលផ្សព្វផ្សាយជាសាធារណៈនៅថ្ងៃទី6ខែមីនាកិច្ចប្រជុំនេះត្រូវបានដឹកនាំដោយលោកឧបនាយករដ្ឋមន្ត្រីអូនពាន់មុនីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងជាប្រធានកុសហដើម្បីពិនិត្យនិងពិភាក្សាអំពីស្ថានភាពទឹកស្អាតនិងទឹកប្រើប្រាស់សម្រាប់វិស័យកសិកម្មកិច្ចប្រជុំដែលមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងនិងស្ថាប័នពាក់ព័ន្ធបានផ្ដោតលើស្ថានភាពនិងបញ្ហាប្រឈមនៃទឹកស្អាតនិងទឹកសម្រាប់វិស័យកសិកម្មដើម្បីរៀបចំអនុវត្តការងារគ្រប់គ្រងធនធានទឹកនេះអង្គប្រជុំក៏បានកំណត់វិធានការរយៈពេលខ្លីវិធានការនេះគឺសម្រាប់អនុវត្តក្នុងរយៈពេល1ទៅ2ឆ្នាំដោយផ្ដោតលើការវាយតម្លៃឡើងវិញលើការវិនិយោគលើវិស័យធនធានទឹកនិងសមត្ថភាពផ្គត់ផ្គង់ទឹកឲ្យឆ្លើយតបនឹងតម្រូវការប្រើប្រាស់និងសម្រាប់គាំទ្រដល់វិស័យកសិកម្មនិងឧស្សាហកម្មចំពោះវិធានការរយៈពេលមធ្យមនិងវែងគឺផ្ដោតលើការរៀបចំផែនការមេគ្រប់ជ្រុងជ្រោយដើម្បីអភិវឌ្ឍគ្រប់គ្រងនិងប្រើប្រាស់ធនធានទឹកនិងការបន្តយកចិត្តទុកដាក់លើការកែតម្រង់និងពង្រឹងយន្តការគ្រប់គ្រងសម្រាប់សាមីក្រសួងស្ថាប័នដែលពាក់ព័ន្ធសេចក្តីប្រកាសបានលើកឡើងថាធនធានទឹកគឺជាវិស័យអាទិភាពមួយក្នុងចំណោមវិស័យអាទិភាពទាំង5ក្នុងក្របខ័ណ្ឌយុទ្ធសាស្ត្របញ្ចកដំណាក់កាលទី1ក្នុងនោះរួមមានមនុស្សផ្លូវទឹកភ្លើងនិងបច្ចេកវិទ្យាស្របតាមទិសដៅនេះការធានាបាននូវសន្តិសុខនៃធនធានទឹកនិងការប្រើប្រាស់ធនធានទឹកប្រកបដោយចីរភាពត្រូវបានកំណត់ជាអាទិភាពជាចលនាការនៃការអភិវឌ្ឍសេដ្ឋកិច្ចជាអាទិការកើនឡើងផ្ទៃដីដាំដុះការរីកលូតលាស់យ៉ាងឆាប់រហ័សនៃមូលដ្ឋានឧស្សាហកម្មក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះការប្រើប្រាស់របស់ប្រជាពលរដ្ឋនិងការប្រើប្រាស់សម្រាប់គាំទ្រដល់សកម្មភាពសេដ្ឋកិច្ចផ្សេងជាពិសេសនៅក្នុងរដូវប្រាំងតម្រូវជាការចាំបាច់ឲ្យបង្កើននូវប្រភពទឹកស្អាតដែលប្រើប្រាស់បានស្ថានភាពដែលតម្រូវការប្រើប្រាស់ទឹកមានការកើនឡើងនេះទាមទារឲ្យមានការគិតគូរទៅលើប្រសិទ្ធភាពនៃការវិនិយោគនិងរក្សាតុល្យភាពនៃការបែងចែកធនធានទឹកសម្ដៅធានាបាននូវការផ្គត់ផ្គង់ទឹកក្នុងកម្រិតសុខបរមាដែលមានលក្ខណៈប្រទាក់ក្រឡាទៅដល់គ្រប់តួអង្គក្នុងសង្គមសេដ្ឋកិច្ចអង្គប្រជុំបានពិភាក្សាដោយយកចិត្តទុកដាក់លើចំណុចសំខាន់ដូចជាស្ថានភាពបច្ចុប្បន្ននៃការគ្រប់គ្រងទឹកនិងបញ្ហាប្រឈមក្នុងនោះរួមមានភាពមានកម្រិតនៃប្រសិទ្ធភាពនៃការបែងចែកធនធានទឹកកង្វះលិខិតបទដ្ឋានកយុទ្ធភាពខ្វះចន្លោះនៃការចែករំលែកព័ត៌មានស្ដីពីទិន្នន័យប្រភពធនធានទឹកនិងប្រសិទ្ធភាពនៃការគ្រប់គ្រងប្រតិបត្តិការទឹកស្អាតឯកជន